ជំរាបសួរលោកគ្រូបាទយើងសួរកូនមិនដែរថ្ងៃនេះលោកគ្រូខ្ញុំមានសំណួរមួយសួរពីសុភាសិតខ្មែរមួយបានអត់លោកគ្រូអូសុភាសិតខ្មែរមានអីមិនដែរកូនសុភាសិតអីដែរសុភាសិតមួយបានចែងថាអណ្ដាតជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះតែអណ្ដាតអូខេអណ្ដាតជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះតែអណ្ដាតកូនណាហ្នឹងហើយអត់អីលោកគ្រូបកស្រាយជូនណាអឺជាការពិតណាស់មនុស្សយើងដែលរស់នៅលើលោកនេះណារមែងតែមានតំណែងតំណងគ្នាមែនទេកូនបាទលោកគ្រូហ្នឹងហើយការប្រស្រ័យទាក់ទងគ្នាហ្នឹងគឺមនុស្សប្រើប្រាស់ពាក្យសម្ដីមនុស្សប្រើប្រាស់ពាក្យពេចន៍នៅក្នុងការនិយាយប្រស្រ័យទាក់ទងគ្នាក្នុងន័យហ្នឹងគឺបានន័យថាម៉េចបានន័យថាបើសិនជាយើងនិយាយទៅល្អវាធ្វើឲ្យគេពេញចិត្តយើងណាកូនណាតែបើសិនជាយើងនិយាយទៅមិនល្អវាអាចប៉ះពាល់ដល់អារម្មណ៍របស់គេធ្វើឲ្យគេខឹងធ្វើឲ្យគេមិនសប្បាយចិត្តអីចឹងទៅដូនតាដែលលោកលើកឡើងថាអណ្ដាតជាអាចកន្លងបានសុខទុក្ខផងក៏ព្រោះតែអណ្ដាតនឹងគឺមានន័យសំដៅទៅលើការប្រើប្រាស់ពាក្យពេចន៍ទៅលើការប្រើប្រាស់សម្ដីឧទាហរណ៍ថាបើសិនជាយើងនិយាយទៅវាប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃអញ្ចឹងធ្វើឲ្យអ្នកដទៃគេយ៉ាងម៉េចគេអត់សប្បាយចិត្តទេមែនទេបាទដល់ពេលគេមិនសប្បាយចិត្តសួរតែគេឲ្យយើងសុខទេអត់ទេគេអត់ឲ្យយើងសុខទេគេធ្វើឲ្យយើងពិបាកហើយគេខ្លួនគេហ្នឹងក៏មិនពេញចិត្តចំពោះនឹងយើងដែរមនុស្សដែលយកមាត់យកពាក្យសម្ដីអាក្រក់និយាយទៅកាន់គេគឺជាមនុស្សដែលមិនជាគូឲ្យគោរពទេយល់ទេបាទហេតុអីបានថាអញ្ចឹងពីព្រោះមនុស្សបែបហ្នឹងគឺជាមនុស្សដែលប្រើប្រាស់ពាក្យសម្ដីអត់បានគិតគូរពិចារណាអត់បានដឹងអំពីខុសត្រូវអត់បានដឹងអំពីអ្វីល្អអ្វីអាក្រក់ចឹងអាការដែលមិនដឹងខុសមិនដឹងត្រូវអ្វីល្អអ្វីអាក្រក់ហ្នឹងគឺជារឿងដែលមិនគួរឲ្យយើងធ្វើតាមទេអត់ទេបាទគេនៅសុកតែគេទៅនិយាយឌៀមដាមទៅនិយាយឲ្យគេឈឺចាប់ទៅនិយាយឲ្យគេមិនសប្បាយចិត្តវាធ្វើឲ្យគេខឹងហើយបើសិនជាអ្នកដែលយើងនិយាយទៅនឹងគេចេះទប់អារម្មណ៍អត់អីទេចុះបើសិនជាគេមិនចេះទប់អារម្មណ៍ឧទាហរណ៍គេឆេវឆាវដែរពេលនោះយ៉ាងម៉េចជំនួសមែនទេអញ្ចឹងជំនួសប្រកាសជាកើតមានលោកគ្រូបន្ថែមឲ្យកូនមួយទៀតមិនយកត្រឹមអណ្ដាតជាអាចកន្លងទេលោកគ្រូសុំលើកមួយទៀតខ្មែរយើងមានសុភាសិតមួយដែរទាក់ទងជាមួយនឹងត្រីកំភ្លៀងស្លាប់ក៏ព្រោះតែមាត់បាទជាការពិតណាស់នៅក្នុងធម្មជាតិនៅក្នុងទឹកត្រីវាតែងតែហែលេងវាតែងតែស្នាក់អាស្រ័យនៅក្នុងទឹកមែនទេប្រភេទត្រីកំភ្លៀងគឺជាប្រភេទត្រីមួយប្រភេទដែលចូលចិត្តនៅអត់សុខទេមានន័យថាម៉េចវាតែងតែធ្វើមាត់ជីបចប់នៅក្នុងទឹកហ្នឹងណាឲ្យតែមានកន្លែងណាមានត្រីកំភ្លៀងរស់នៅគឺទឹកហ្នឹងមិនសូវជាស្ងៀមស្ងាត់ប្រហែលទេហើយវាតែងតែលេងនៅលើហ្នឹងឯងអញ្ចឹងពេលខ្លះនៅពេលដែលយើងដើរកាត់នៅពេលដែលកសិករឬក៏នៅពេលដែលអ្នកនេសាទដើរកាត់តាមអណ្ដូងឬក៏ប្រឡាយឬក៏ស្រះទៅឃើញលឺអាសំឡេងទឹកជេបចប់ហ្នឹងដែលត្រីកំភ្លៀងវាលេងទឹកហ្នឹងណាហើយដល់ពេលយ៉ាងម៉េចទៀតទៅគឺអ្នកដែលគាត់ដើរកាត់គាត់គិតថាអូកន្លែងហ្នឹងប្រហែលជាមានត្រីច្រើនប្រហែលជាមានត្រីធំណាស់អញ្ចឹងគាត់ក៏រកវិធីសាស្ត្រយ៉ាងម៉េចយកវិធីសាស្ត្រដើម្បីចាប់ត្រីហ្នឹងបាទអញ្ចឹងសំណួរសួរទៅវិញបើសិនជាត្រីកំភ្លៀងហ្នឹងវាមិនធ្វើមាត់ជិបចប់ឲ្យរំខានដល់គេឲ្យគេលឺសួរថាគេចាប់អារម្មណ៍ថាកន្លែងហ្នឹងមានត្រីអត់អត់ទេអញ្ចឹងដោយសារតែខ្លួនឯងនៅមិនសុខហ្នឹងហើយទើបធ្វើឲ្យខ្លួនឯងគ្រោះថ្នាក់ទើបធ្វើឲ្យខ្លួនឯងត្រូវគេចាប់មួយទៀតបន្ថែមពីកំភ្លៀងស្លាប់ពីព្រោះមាត់សុភាសិតដូនតាខ្មែរយើងលោកលើកឡើងមួយទៀតថាយ៉ាងម៉េចសម្ដីជាឯកលេខជាតោអក្សរជាត្រីសម្ដីជាឯកនេះគឺសំដៅលើអីគេគឺសំដៅលើពាក្យសម្ដីនឹងឯងបើកាលណាសម្ដីយើងនិយាយទៅមិនត្រូវបើកាលណាសម្ដីយើងនិយាយទៅវាអត់ល្អវាធ្វើឲ្យគេខឹងវាធ្វើឲ្យគេមូម៉ៅដាក់យើងតែសម្ដីនឹងដូចគ្នាក៏អាចជួយយើងនៅក្នុងការដោះស្រាយបញ្ហាបាទឧទាហរណ៍ថាពេលដែលកូនមានទំនាស់ជាមួយមិត្តភក្តិរបស់កូនពេលហ្នឹងកូនខឹងណាតែដោយសារតែសម្ដីលួងលោមដោយសារតែសម្ដីសុំទោសដោយសារតែពាក្យពេចន៍
ល្អវាចាត្រឹមត្រូវធ្វើឲ្យអាកំហឹងរបស់កូនដែលកូនធ្លាប់ខុសធ្លាប់ខឹងហ្នឹងវាទៅជាអត់ខឹងមែនទេបាទវាទៅជារាប់អានគ្នាវិញបាទអញ្ចឹងកូនឃើញទេពាក្យសម្ដីគឺសំខាន់ណាស់សម្រាប់មនុស្សយើងណាអញ្ចឹងរាល់ពេលដែលយើងនិយាយសម្ដីអីផ្សេងគឺយើងត្រូវគិតពិចារណាគេថាគិតមុនគូកូនណាបាទហេតុអីបានយើងគិតមុនគូពីព្រោះបើកាលណាយើងនិយាយសម្ដីទៅយើងអត់បានគិតពិចារណាគឺវាអាចមានផលប៉ះពាល់ដល់គេបាទកូនត្រូវចាំថាមនុស្សដែលល្អមនុស្សដែលត្រឹមត្រូវគឺគេអត់យកអណ្ដាតនឹងខ្លាំងជាងការគិតការពិចារណាទេមានន័យថាយើងត្រូវគិតពិចារណាឲ្យមុននឹងយើងនិយាយសម្ដីចេញទៅខាងក្រៅពាក្យពេចន៍យ៉ាងណាដែលយើងគិតថានិយាយទៅវាប៉ះពាល់គេពាក្យពេចន៍យ៉ាងណាដែលយើងនិយាយទៅថាវាធ្វើឲ្យខ្លួនឯងនឹងអត់តម្លៃបាទអញ្ចឹងយើងគិតមុនគូគិតមុននឹងនិយាយគិតមុននឹងធ្វើអ្វីមួយពេលខ្លះយើងចង់និយាយដែរប៉ុន្តែបន្ទាប់ពីយើងគិតទៅថាអូនិយាយទៅគឺវាអត់ល្អនិយាយទៅគឺវាអត់ត្រឹមត្រូវអញ្ចឹងពេលហ្នឹងគឺយើងគួរតែផ្អាកនៅក្នុងការនិយាយរបស់យើងតោះនេះបាទយើងទៅចាំថាមនុស្សយើងគឺសម្ដីនេះគឺលេខ1ហើយបើយើងនិយាយគឺយើងត្រូវតែធ្វើតាមអ្វីដែលយើងនិយាយតែបើយើងធ្វើមិនកើតទេសូមយើងកុំនិយាយអីពីព្រោះនិយាយអត់មានតម្លៃហ្នឹងហើយបត់អញ្ចឹងលោកគ្រូមានប៉ុណ្្នឹងណាហើយកូនយកទៅពិចារណាទៅណាគិតថាល្អកូនក៏អនុវត្តតាមទៅតែបើសិនជាគិតថាអូមិនទាន់គ្រប់ជ្រុងជ្រោយទេកូនអាចទៅសិក្សាសាស្ត្រជាបន្ថែមណាបាទអញ្ចឹងពីលោកគ្រូគឺលោកគ្រូសុំប៉ុណ្្នឹងហើយបើសិនជាកូនមានសំណួរឬក៏មានយោបល់អ្វីទាក់ទងនឹងប្រធានបទផ្សេងៗលើការសាចូលកូនប្រាប់លោកគ្រូមកបើសិនជាលោកគ្រូឆ្លើយបានលោកគ្រូនឹងឆ្លើយតាមណាអូខេអរគុណបទជម្រាបលាបាយបាយអរគុណលោកគ្រូជម្រាបលា